សួស្តីបងប្អូនទាំងអស់គ្នាចាយើងជួបគ្នាជាថ្មីម្ដងទៀតណាអូនចាដោយកន្លងមកយើងដូចជាបែកគ្នាអស់រយៈពេលជិតចូល3ខែហើយដោយសារតែអ្នកគ្រូមានបញ្ហាសុខភាពណាអញ្ចឹងអ្នកគ្រូនឹងបន្តមេរៀនយើងចាជាបន្តទៀតដល់បងប្អូនអរគ្នាណាចាអញ្ចឹងយើងនឹងលើកយកនៅចំណោទទី6ចានៅក្នុងមេរៀនទី20ចាថ្នាក់ទី6ណាអ្នកគ្រូសូមចូលថ្នាក់ទី6បន្តិចដោយសារមានសនោមពអញ្ចឹងអ្នកគ្រូបង្ហើយលំហាត់តែម្ដងទៅឲ្យចប់មេរៀនចាចំណោទទី6គឺគេចាក់ដីបំពេញកន្លែងមួយដែរចាដែលមានបណ្ដោយគឺ45.75 ម៉ែត្រទទឹងគឺ 10.25 ម៉ែត្រនិងកម្ពស់2ម៉ែត្រចាតម្លៃដី1ឡានគឺ 100000 រៀលចាស្មើនឹង100,000 រៀលណាហើយមានចំណុះចា7ម៉ែត្រគូបបានន័យថាឡានហ្នឹងចាគឺ1ឡានហ្នឹងគឺមានចំណុះបាន7ម៉ែត្រគូបណាតោះចឹងសំណួរកតើគេត្រូវការដីប៉ុន្មានឡានសំណួរខតើគេចំណាយអស់ប្រាក់ប៉ុន្មានចាចឹងក្នុងការដែលយើងដោះស្រាយលំហាត់យ៉ាងតិចអូនអានចំណោទឲ្យបានយ៉ាងតិចក៏3ដងដែរអានដើម្បីអីអូនអានដោយការយកចិត្តទុកដាក់អានដើម្បីស្វែងយល់ថាតើប្រធាននៃចំណោទហ្នឹងគេបានប្រាប់អ្វីខ្លះដល់យើងដើម្បីជាដើមទុនក្នុងការដោះស្រាយមានទេអូនចាចឹងយើងចូលមើលទាំងអស់គ្នាណាក្នុងហ្នឹងគេប្រាប់អំពីចាទំហំនៃកន្លែងចាក់ដីដែលមានប្រវែងបណ្ដោយទទឹងនិងកម្ពស់ចាទី2គឺគេប្រាប់ពីតម្លៃដីក្នុង1ឡានហើយគេប្រាប់ពីចំណុះដីក្នុង1ឡានអញ្ចឹងអូនអាចរកបានតាមរយៈអ្វីដែលគេប្រាប់អូននឹងបានហើយតោះអញ្ចឹងដោះស្រាយជាមួយអ្នកគ្រូទាំងអស់គ្នាអ្នកគ្រូដាក់ថាប្រមាណវិធីនិងរបៀបឆ្លើយគាត់ណាជាអ្នកគ្រូខាងនេះមកគឺប្រមាណវិធីចាឯរបៀបនេះគឺរបៀបឆ្លើយគាត់ណាមាន2ចាហើយអូនប្រើបន្ទាត់ឲ្យតាមត្រឹមត្រូវតែតោះចឹងអ្នកគ្រូរកចំណុចកតែម្ដងទៅគាត់ណាចំណុចកគឺអ្នកគ្រូចារកចំនួនឡានដីចាគឺអ្នកគ្រូដាក់រកតែម្ដងតែករកចំនួនឡានដែលត្រូវដឹកដីត្រូវចារកចំនួនឡានដែលត្រូវដឹកដីបំពេញចាបំពេញកន្លែងនោះក៏ណាចាបំពេញកន្លែងនោះអញ្ចឹងគឺយើងរកចំនួនឡានដែលត្រូវដឹកដីបំពេញកន្លែងនោះអញ្ចឹងតាក់ទងទៅនឹងចំនួនឡានតាក់ទងចំនួនឡានបានកូនត្រូវតាក់ទងទៅនឹងអីកូនទៅតាក់ទងទៅនឹងទំហំនៃកន្លែងចាក់សិនចាអញ្ចឹងកន្លែងដែលចាក់ដីហ្នឹងគឺមានរាងជាលក្ខណៈបែបនេះកូនណាអ្នកគ្រូគូសតែម្ដងទៅចាគូបង្ហាញបងប្អូនមកគ្នានេះអញ្ចឹងគឺបដោយនៃការចាក់ដីកន្លែងគេចាក់ហ្នឹងបដោយវាប៉ុន្មានកូនគឺចាក់ទៅ45.75 ម៉ែត្រចារីឯទទឹងវាប៉ុន្មានកូន 10.25 ចាចឹងអ្នកគ្រូគូសទទឹងមកទទឹងនេះគឺ 10.25 ម៉ែត្រចាចឹងកម្ពស់វាគឺ2ម៉ែត្រកូនណាចាអ្នកគ្រូគូសសំនេះចង់ថា2ម៉ែត្រកម្ពស់នេះ2ម៉ែត្រចាអញ្ចឹងកាលណាមានបណ្ដោយមានទទឹងមានកម្ពស់ដីហ្នឹងច្បាស់ជាមានរាងបែបនេះកូនណាកម្ពស់2ម៉ែត្រស្មើគ្នាកូន
ចាអ្នកគ្រូដាក់ខុសបាត់ហើយចា2ម៉ែត្រចា1កន្លះកូនណានេះអានេះក៏1កន្លះដែរកាលណាយើងលើសខុសហើយកូននេះត្រឹមនេះកូនណាអ្នកគ្រូគូសលើសចាអញ្ចឹងយើងភ្ជាប់ពីនឹងមកនឹងមកចាហើយអ្នកគ្រូភ្ជាប់ពីនេះមកទៀតមកជាងគូកន្លែងចាក់ដីសិនមកកូនចាអញ្ចឹងគឺប្រវាយហ្នឹងខាងហ្នឹងក៏ប្រវាយហ្នឹងដូចគ្នាដែរអូនណាចាយើងក៏គូខុសគ្នាបន្តិចយើងនឹងអាចខុសហើយចាដៃក៏បត់ចិត្តសុំទោសកូនណៃនេះគ្រូបោះចាំថ្មីណាពីលើស2សង់ទីម៉ែត្រថងនេះកូនដៃនេះចាទៅលើតាចានេះអ្នកគ្រូអត់យកទេកូនណានេះពីចលៃនេះកូនណាចឹងនេះចឹងកន្លែងចាក់ដីចឹងយើងមើលទៅមានរាងជាអីកូនចាមានរាងជាគូបាត់ហើយមែនទេសំទោសគឺមានរាងជាស៊ីឡាំងចាបាយតោះអ្នកគ្រូនិយាយខុសកូនគឺមានរាងជាបន្លែពីប៉ែតកែងចាឬក៏មានរាងជាបន្លែពីប៉ែតកែងចឹងដើម្បីរកមាត្ររបស់វាគឺកូនត្រូវយកបណ្ដោយគុណនឹងទទឹងគុណនឹងកំពស់មែនទេអូនចឹងអ្នកគ្រូកណនាតែម្ដងទៅគឺយកបណ្ដោយវាប៉ុន្មានកូន45ម៉ែត្រ75ទៅគុណនឹងទទឹងវាគឺ10.25គុណនឹងកម្ពស់វាគឺ2ម៉ែត្រទៀតកូនណា2ម៉ែត្រទៀតចាហើយអ្នកគ្រូប្រើតែម្ដងអ្នកគ្រូប្រើអានេះគឺជាចំណុះចង់និយាយថាទំហំនៃកន្លែងដែលយើងចាក់អញ្ចឹងដើម្បីរកចំនួនឡានកូនយកទំហំចាក់ហ្នឹងទៅចែកនឹងចំណុះឡានអញ្ចឹងមួយឡានហ្នឹងគឺគេចាក់បាន7ម៉ែត្រគូបអញ្ចឹងកូនចាក់វាទៅតោះឥឡូវធ្វើសមាធិជាមួយអ្នកគ្រូទាំងអស់គ្នាមកចាយើងយក45.75គុណនឹង10.25កូនណាតោះគុណមួយអ្នកគ្រូទាំងអស់គ្នា55ដង25ត្រាទុក2 57ដង35និង2 37សរសេរលេខ7ត្រាទុក3 55ដង25និង3 28សេរលេខ8ត្រាទុក2 54ដង20 20និង2 22គាត់ណាតមកទៀត25ដង10សេរលេខ0ត្រាទុក1 27ដង14 14និង1 15ត្រាទុក1 25ដង10 10និង1 11ត្រាទុក1 24ដង8និង1 9 0ចាអូនគុណក៏បានមិនគុណក៏បានតែឥឡូវគុណទៅកុំឲ្យខុសពួកគេគុណណា0 0 1គឺគុណនឹង1ស្មើនឹងខ្លួនឯងអញ្ចឹងបាច់ហត់នឹងហាវទេគុណ5ហើយនឹង4ចាអ្នកគ្រូគុណចូលដីនេះបាត់ហើយអញ្ចឹងបងប្អូនអរគ្នាកុំគុណតាមអ្នកគ្រូណាចូលខាងនោះទៅកុំឲ្យវាឈាចូលអញ្ចឹងគុណតោះឥឡូវយើងបូកគុណបូកមួយអ្នកគ្រូមក5យើងទម្លាក់ចុះ7 13ត្រាទុក1 3 4 4និង5 9 2 10 1 18ត្រាទុក1 1និង5 6 4តោះនេះអូនចឹងកូនមើលក្រោយចុចយើងមានប៉ុន្មានខ្ទង់1 2 3 4អូនរាប់ចឹងមក1 2 3 4ចាអញ្ចឹងយើងឃើញប៉ុណ្ណឹងឯណាអូនឃើញចម្លើយប៉ុណ្ណឹងអូនយកតាណាទៀតចាយកទៅគុណនឹង2មួយទៀតកូនណាអញ្ចឹងកូនយកចម្លើយហ្នឹងទៅគុណនឹង2ទៀតមកចុចចា3 7 5គុណនឹង2មកតង់ទៀតកូនណា
ចាគុណនឹង2ទៀតមកតោះ2 5 ដង 10 សេលេសនត្រាទុក1 2 7 ដង 14 និង 1 15ត្រាទុក1 2 3 ដង 6 និង 1 7 2 9 ដង 18ត្រាទុក1 2 8 ដង 16 16និង1 17ត្រាទុក1 2 6 ដង 12 12និង1 13ត្រាទុក1 2 4 ដង 8 8និង1 9ណាចាអូនមើលក្រោយចុច1 2 3 4 1 2ចា1 2 3 4ចុចកណាអញ្ចឹងយើងស្មើប៉ុណ្ណឹងកូនគឺស្មើ900ណាចាហើយកូនបានចម្លើយហ្នឹងកូនយកតាណាទៀតយកវាទៅចែកនឹង7ទៀតបានឃើញចំនួនឡានកូនទៅណាចាតោះឥឡូវចែកជាមួយអ្នកគ្រូទាំងអស់គ្នាមកចុះបើអ្នកគ្រូប្រកួតហ្មងបានអត់កូនបានទេបានតែអ្នកគ្រូអត់ប្រកួតទេអ្នកគ្រូចែកអស់ចង់បញ្ចប់ចាំប្រកួតតែម្ដង5 0ចែកនឹង7កូនណាចែកនឹង7អូនកាត់យកមួយខ្ទង់យើងដាក់បាន1 7 ដង 7កូនដកវាចេញមកនៅសល់2ទម្លាក់3អញ្ចឹង7មកដង23កូន3 7ដង21អញ្ចឹងអូនដកទៀតមកនៅសល់2ទម្លាក់5 2ចា27 7ប្រហែលដងកូន7 3ដង21 7 4ដង28ចាអញ្ចឹងដាក់បានប៉ុន្មានកូនអត់ដាក់4ចា7 4ដង28លើអញ្ចឹងដាក់បាន3ទៅដែរ3 7ដង21អូនដកទៅនៅសល់6អូនទម្លាក់8ឆ្លងកាត់ចុចកូនទម្លាក់ចុចសិនបានទម្លាក់8បានណាអញ្ចឹង7ប្រហែលដង68កូន7 8ដង56 7 9ដង63អញ្ចឹងដាក់បាន9 9 7ដង63អញ្ចឹងយើងដកចេញទៅនៅសល់5ចាអញ្ចឹងអ្នកគ្រូអត់ចែកទៀតបានទេបានដោយសារអីចំនួនឡានគេមិនដែលកាត់ឡានទេអូនគឺគេប្រកួតឡើងឬចុះហើយអញ្ចឹងដើម្បីប្រកួតអ្នកគ្រូខ្ជិលចែកតទៀតណាគុណគ្រូចែកត្រឹមហ្នឹងអញ្ចឹងយើងប្រកួតយកតែម្ដងទៅអញ្ចឹងកូនមើលចម្លើយវានេះកូនឃើញអត់គឺ133.9ឡានមែនទេកូនប៉ុន្តែឡានគេអត់ប្រើការកាត់ទេព្រោះចុចហ្នឹងគឺមិនថាកាត់ទេអញ្ចឹងអ្នកគ្រូប្រកួតវាឡើងទៅគឺឡើងទៅជា134ឡានកូនណាចឹងអ្នកគ្រូប្រកួតឡើងគឺ134ឡានចឹងគេត្រូវការដីប៉ុណ្ណឹងកូនត្រូវការដីប៉ុណ្ណឹងចឹងចំណុចខគេសួរកូនថាម៉េចតើគេចំណាយអស់ប្រាក់ប្រមាណចាចឹងចូលដល់ចំណុចខគឺយើងរកគេត្រូវចំណាយប្រាក់ចារកគេត្រូវចំណាយប្រាក់តោះនេះកូនតោះរកគេចំណាយប្រាក់កូនណាកូនមើលដោយមួយឡានគេលក់ប៉ុន្មានកូនមួយឡាន100000មែនទេកូនមួយឡានគឺ100000រៀលរាយ10 100 1000 10000សែនអញ្ចឹងយើងយកទៅគុណមួយឡាន100000 2ឡាន23ឡាន30អញ្ចឹង100ឡានយើងគិតតាមហ្នឹងតែឥឡូវយើងគុណនឹង134អញ្ចឹងកាលណាគុណនឹងចំនួន100 1000 10000 140,000 1លាននេះកូនអត់ពិបាកក្នុងការគុណនេះគឺកូនគ្រាន់តែចាថែម0 1 2 3 4 5 1 2 3 4 5រៀលចប់ណាចាអញ្ចឹងក៏អស់ប្រាក់ប៉ុណ្ណឹងរៀលអញ្ចឹងកូនដាក់ឆ្លើយថាបានទេកូនដាក់ឆ្លើយថាមកឆ្លើយថា
ចាកគេត្រូវការដីចាគេត្រូវការដី140សំដៅគឺ134ឡានចំណុចខគេចំណាយប្រាក់អស់ចាគេចំណាយប្រាក់អស់រាយ10 100 ពាន់ម៉ឺនសែនលានគឺ13លាន4សែនរៀលកណាអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងគ្នាមកលើ Channel របស់អ្នកគ្រូចាជូនពរបងប្អូនទាំងគ្នាមានសុខភាពល្អនិងមានប្រាជ្ញាឈ្លាសវៃ